បាទចឹងយើងមកស្វែងយល់ពាក្យអឺមួយគេហៅមាពណ៌បាទចឹងបើខ្មែរយើងអានមាពណ៌ណាហ្នឹងហើយតាមភាសាបារាំងពាក្យនេះជាពាក្យភាសាបារាំងអញ្ចឹងមាពណ៌ហ្នឹងគឺសំដៅទៅលើបន្លែ3មុខចូលគ្នាបាទហ្នឹងហើយបន្លែទី1គឺយើងមានខ្ទឹមបារាំងបាទបន្លែទី2យើងមាន celery បន្លែ celery ហ្នឹងហើយនឹងបន្លែទី3គឺការ៉ុតបាទហើយអញ្ចឹងអានេះវាជាមូលដ្ឋាននៃបន្លែដែលគេប្រើធ្វើទឹកស៊ុបប្រើធ្វើអីផ្សេងៗណាបាទតែភាសាអង់គ្លេសគេហៅ stock ហ្នឹងឯងអញ្ចឹងក្នុងនោះបើនិយាយពីគ្រឿងផ្សំរបស់វាគឺមានខ្ទឹមបារាំងគឺត្រូវការប្រើច្រើនជាងគេអញ្ចឹងបើខ្ទឹមបារាំងប្រើ2គីឡូអញ្ចឹងការ៉ុតយើងប្រើ1គីឡូចំណែកបន្លែ celery នេះយើងប្រើ1គីឡូដែរបាទហ្នឹងហើយអញ្ចឹងអានេះគឺធ្វើម៉េចឲ្យអាបរិមាណការ៉ុតនិងបរិមាណ celery នេះបាទ2ដងវាស្មើនឹងខ្ទឹមបារាំងមួយអញ្ចឹងឧទាហរណ៍ថាបើយើងចង់ប្រើខ្ទឹមបារាំងនេះយើងចង់ប្រើខ្ទឹមបារាំង1គីឡូអញ្ចឹងត្រូវប្រើការ៉ុតកន្លះគីឡូហើយនឹងបន្លែ celery កន្លះគីឡូដែរអញ្ចឹងសរុបចូលគ្នាឲ្យបាន2ដងស្មើនឹងខ្ទឹមបារាំងណាបាទចានេះគឺជាប្រភេទបន្លែដែលគេប្រើសម្រាប់មូលដ្ឋានធ្វើទឹកស៊ុបហើយមិនមែនមានប៉ុណ្្នឹងទេយើងមានមួយទៀតគេហៅអានេះគេហៅ standard មារីពណ៌មានន័យថាជាស្តង់ដាមាពណ៌ណាបន្លែកាត់ហ្នឹងក៏ប៉ុន្តែក៏យើងនៅមានវាយមេពណ៌គេហៅមីរីពណ៌ដែលមានពណ៌សអញ្ចឹងគ្រឿងផ្សំរបស់វាអាចខុសគ្នាបន្តិចពីហ្នឹងណាបាទអរគុណ